នៅក្នុងមន្ទីរពេទ្យពេលនេះมันមានឈ្មោះប្រពន្ធរបស់មិត្តភក្តិបងទេហើយខ្ញុំក៏មិនឃើញមិត្តភក្តិរបស់បងនៅក្នុងមន្ទីរពេទ្យដូចគ្នាណែយើងអាចចាញ់បោកគេហើយណាពេលនេះខ្ញុំពិតជាសុំទោសអញពិតមែនណាខ្ញុំនឹងរកលុយមកសងអញវិញខ្ញុំសន្យាជាមួយឯងខ្ញុំនឹងមិនបោកប្រាស់ទំនុកចិត្តឯងម្ដងទៀតនោះទេរឿងប្រាក់បំបាក់គ្រប់យ៉ាងនៅក្នុងគ្រាមួយដែលកំសត់កម្រជាមួយគ្នាមិត្តភក្តិទាំងពីរតែងតែជួយយកអាសាគ្នាទៅវិញទៅមកប៉ុន្មានឆ្នាំក្រោយមកអ្នកទាំងពីរបានរៀបការយកប្រពន្ធរៀងៗខ្លួនមិនសូវជាបានតាក់ទងគ្នាស្និទ្ធស្នាលដូចពីមុនទៀតឡើយនាពេលថ្ងៃត្រង់រថយន្តបើកមកឈប់នៅពីមុខផ្ទះខណៈដែលប្រពន្ធក៏បានចេញពីក្នុងផ្ទះមកបងថ្មនេះទៅចូលផ្ទះម៉ោង 1ហើយណាបងឯងរវល់តែធ្វើស្អីប៉ៅអ្នកណាបាយថ្ងៃត្រង់មែនទេអូនគិតផ្ដេសផ្ដាស់មកលើប្តីទៀតហើយបងមិនបានប៉ៅអ្នកណាបាយទឹកថ្ងៃត្រង់អីនោះទេកុំចេះតែថាមើបងរវល់អន្តាអូនបែរជាគិតច្រើនបងមិនបានធ្វើអញ្ចឹងទេខាត់ទៅលុយអត់អំពើហ្នឹងហើយឲ្យតែច្បាស់ទៅបងឯងនេះកុំឲ្យខ្ញុំដឹងឲ្យសោះណាបើខ្ញុំដឹងបងឯងច្បាស់ជាចាប់ផុសខ្ញុំមិនខានទេបងធ្វើអីបងហ៊ានទទួលណាបងមិនមែនបានទៅមាត់នោះទេបងអាចចូលទៅក្នុងផ្ទះបានហើយមែនទេអូនចូលទៅបានហើយប្តីប្រពន្ធអ្នកទាំងពីរក៏បានចូលទៅក្នុងផ្ទះភ្លេតសូរិយាក៏បានសួរទៅកាន់ប្តីមាត់ភ័ក្របងឯងចាំមិនហើយដែលតាក់ទងគ្នាឬអត់ហ្នឹងអូយបងខាន់តាក់ទងគ្នាយូរហើយតាំងតែពីពួកយើងរៀបការជាមួយគ្នាមកម្លេះបងឯងមិនគិតថាតាក់ទងទៅគាត់ទេក្រែងលើគាត់អាចจะមានបញ្ហាអ្វីមួយដែលយើងមិនអាចដឹងតែគាត់មិនហ៊ានតាក់ទងមកដោយផ្ទាល់ណាអូនអញនិយាយអញ្ចឹងប្រៀបបីដូចជាដឹងរឿងអីមួយអញ្ចឹងមិត្តភក្តិបងវាតាក់ទងមកអូនមែនទេតែគេកាត់អីឬក៏អត់គាត់តាក់ទងមកខ្ញុំគាត់មានបញ្ហាលុយកាក់តែគាត់មិនបានសុំជំនួយទេប៉ុន្តែខ្ញុំអាណិតគាត់ណាបងទៅមើលគាត់ទេផ្ទះរបស់គាត់នៅទីតាំងដដែលទេពេលរៀបការរួចនោះខ្ញុំចង់ឲ្យមិត្តភក្តិរបស់បងហើយនឹងបងនៅតែល្អជាមួយគ្នាដូចដើមខ្ញុំមិនហាមឃាត់ឡើយណាក្នុងការដែលជួយគាត់នោះទោះបីជាបងជួយដល់កម្រិតណាក៏ដោយអរគុណណាស់ប្រពន្ធសម្លាញ់បងទៅសិនហើយពេលរួចរាល់បងនឹងត្រឡប់មកវិញនិយាយចប់ហើយលោវ៉ាក៏បានចាក់ចេញពីផ្ទះសម្ដៅទៅផ្ទះមិត្តភក្តិរបស់គេខណៈដែលរថយន្តគេក៏បានឈប់ចតនិងបានឃើញបរិសុទ្ធពីរនាក់ឈរក្បែររថយន្តដែលជាមិត្តភក្តិរបស់គេអាទិនឯងកំពុងធ្វើអីហ្នឹងអញបំរុងលក់ឡានឯងមែនទេអញមកទីនេះមានការអីមិនមែនអញគួរណាមកក្នុងពេលនេះទេវាធ្វើឲ្យខ្ញុំខ្មាស់ឯងណាអញចាំបាច់ខ្មាស់ខ្ញុំទេហើយរថយន្តនេះក៏ឯងមិនអាចលក់បានដែរតែគេតាក់ទងឲ្យខ្ញុំមកមើលហើយយើងថែមទាំងនិយាយត្រូវថ្លៃគ្នាទៀតកុំធ្វើឲ្យខ្ញុំខាតពេលណាសុំទោសផងអញ្ចឹងដែលខ្ញុំធ្វើឲ្យខាតពេលបងប្រុសត្រឡប់ទៅវិញចុះខ្ញុំសុំពេលនិយាយជាមួយមិត្តភក្តិរបស់ខ្ញុំសិនខាតពេលយើងអត់ប្រយោជន៍មែនបរិសុទ្ធម្នាក់នោះក៏បានចាក់ចេញទៅផ្លេតតែម្ដងហើយអញចង់ធ្វើស្អីអញត្រូវការប្រាក់ប្រមាណអញប្រាប់មកខ្ញុំជួយអញតាមអ្វីដែលអាចជួយបានហើយប្រពន្ធរបស់អញនៅណាខ្ញុំយកប្រាក់ដើម្បីជួយជីវិតប្រពន្ធខ្ញុំព្រោះនាងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ឯណោះខ្ញុំត្រូវការប្រាក់ច្រើនណាស់ទើបត្រូវលក់ឡានដើម្បីជួយជីវិតនាងអាយុជីវិតប្រពន្ធខ្ញុំសំខាន់ណាស់លុយកាក់ខ្ញុំអាចរកបានតាមក្រោយទៀតឯងត្រូវការប្រមាណទៀតទើបគ្រប់នៅក្នុងការព្យាបាលប្រពន្ធឯងវាមានចំនួនច្រើនណាស់ខ្ញុំមិនចង់រំខានឯងទេវាមិនមែនជារំខានអីទេព្រោះអញជាមិត្តភក្តិរបស់ខ្ញុំប្រាប់ខ្ញុំទាំងអស់មកខ្ញុំអាចជួយសម្រួលដល់ឯងបានកុំចាំបាច់ក្រាញ់ចិត្តអីបាញ់អញ្ចឹងខ្ញុំអរគុណអញហើយអាទិត្យបាននាំលោវ៉ាទៅកាន់មន្ទីរពេទ្យដើម្បីមើលពីសភាពប្រពន្ធរបស់គេខណៈនោះគេក៏បានជួបនឹងម្ដាយក្មេករបស់គេនៅមន្ទីរពេទ្យនេះដូចគ្នាកូនប្រសាកូនឯងមកមន្ទីរពេទ្យធ្វើអីប្រពន្ធរបស់ឯងឈឺមែនទេបាទប្រពន្ធខ្ញុំអត់មានឈឺអីទេតែខ្ញុំមកសួរសុខទុក្ខប្រពន្ធមិត្តភក្តិរបស់ខ្ញុំម៉ែមកទទួលការព្យាបាលតាមការកំណត់ជួបរបស់លោកគ្រូពេទ្យមែនទេម៉ែម៉ែមកតាមការណាត់ជួបណែមិញជូនពោឲ្យប្រពន្ធក្មួយប្រុសឆាប់ជាផងណា
បានអរគុណណាស់មីង ណែម៉ែទៅផ្ទះវិញហើយមីងសៀនបំរុងនឹងដើរចេញទៅហើយតែក៏បានឮនៅកិច្ចសន្ទនារបស់អ្នកទាំងពីរ អរគុណឯងហើយណាយើងបានទទួលទាត់ថ្លៃពេទ្យរួចអស់ហើយបើមិនបានឯងប្រពន្ធយើងមិនដឹងជាអាចទទួលបានការព្យាបាលនៅពេលណានោះទេថ្លៃមន្ទីរពេទ្យនៅទីនេះក៏ថ្លៃតែយើងគ្មានជំរើសក្រៅពីនេះទេមិនបាច់គុណស្រ័យអីជាមួយខ្ញុំទេយើងជាមិត្តភក្តិនឹងគ្នាយូរហើយខ្ញុំជួយតាមអ្វីដែលអាចជួយបានយើងនឹងប្រញាប់រកប្រាក់យកមកសងឯងឲ្យបានគ្រប់ចំនួននិងឲ្យបានលឿនជាទីបំផុតណាស់ហើយកុំបខំពេកអីពេលណាអាចឈរជើងវិញបាននឹងណចាំគិតពីរឿងយើងទោះ10ឆ្នាំទៀតឯងមិនទាន់បានសងយើងក៏យើងមិនថាអីដែរប្រាក់ដល់ទៅរាប់ម៉ឺនដុល្លារឯងនិយាយបែបហ្នឹងហ៎ហ៎អញពិតជាលេងសើចពេកហើយខ្ញុំមិនបានលេងសើចអីជាមួយឯងទេក្នុងនាមយើងជាមិត្តភក្តិនឹងគ្នាខ្ញុំមិនដែលយករឿងលុយកាក់ជាធំនោះទេអញ្ចឹងអរគុណឯងណាស់ដែលឯងយោគយល់ដល់ខ្ញុំ មីងសៀនបានឮហើយក៏បានប្រញាប់ចាក់ចេញពីមន្ទីរពេទ្យមកដល់ផ្ទះកូនស្រីតែម្ដងព្រមទាំងបន្លឺឡើងទាំងត្រហេបត្រហោបទៀតផងណែមីអូណាមានដឹងដែរទេថាប្តីឯងនេះប្រៀបបីដូចជាយកលុយទៅចោលអញ្ចឹងម៉ែបានស្ដាប់ឮពេលដែលម៉ែទៅពេទ្យណាប្តីឯងឲ្យលុយទៅមិត្តភក្តិគេខ្ចីឡើងសន្ធឹកសន្ធាប់ណាស់ហើយថែមទាំងមិនចង់ទាមទារត្រឡប់មកវិញទៀតផងណែតើកូនឯងសង្ឃឹមអីទៀតទៅបើប្តីរបស់កូនឯងនេះធ្វើអីមួយមិនដែលខ្វល់ពីកូនឯងនោះណែសង្ស័យតែមកដល់ផ្ទះវិញមិនបានប្រាប់កូនទេថាគេឲ្យលុយទៅមិត្តភក្តិគេខ្ចីច្រើនម៉ឺនដុល្លារនោះម៉ែកុំតែគិតច្រើនអីជាលុយរបស់គាត់ទេគាត់ចង់ធ្វើអីគឺជាសិទ្ធិរបស់គាត់អើយមិនក៏កូនឯងនិយាយអញ្ចឹងក្រែងកូនឯងរៀបការជាមួយគ្នាដោយស្របច្បាប់ហើយតើមុនធ្វើអីត្រូវពិភាក្សាគ្នាជាមុនសិនជាពិសេសគឺរឿងលុយកាក់នេះតែម្ដងកូនឯងត្រូវតែសួរនាំឲ្យច្បាស់ណាកុំប្រហែលឲ្យសោះនោះម៉ែដូចជាបារម្ភជំនួសខ្ញុំពេកហើយខ្ញុំមិនថាអ្វីនោះទេដែលប្តីរបស់ខ្ញុំនោះជួយមិត្តភក្តិរបស់គាត់ហើយខ្ញុំក៏ជាអ្នកប្រាប់គាត់ឲ្យដឹងពីមិត្តភក្តិរបស់គាត់ដែរម៉ែកុំខ្វល់ច្រើនអីណានាំតែឈឺនោះទេហើយកូននេះនិយាយមិនចេះស្ដាប់សោះបានម៉ែទៅផ្ទះវិញហើយបើចាត់បច្ច័យឲ្យមែនទេទៅពីរឿងលុយកាក់នោះនិយាយចប់ហើយអ្នកជាម្ដាយក៏បានចាក់ចេញទៅម៉ែខ្ញុំបារម្ភពីកូនណាស់នាពេលយប់យន់លូវ៉ាមកដល់ផ្ទះវិញគេក៏បានប្រាប់រឿងនេះដល់ប្រពន្ធរបស់គេគ្រប់យ៉ាងតើអូនខឹងដែរទេដែលបងមិនបានពិភាក្សាជាមួយអូនជាមុននៅក្នុងរឿងនេះខ្ញុំមិនខឹងអីទេរឿងស្លាប់រស់ទៅហើយទឹកលុយមិនអាចស្មើបានទេបងកុំកាត់ច្រើនអីណាយើងអាចរកលុយបានទៀតតែជីវិតរបស់ស្លាប់ហើយនោះគឺចប់មិនខានទេហើយក៏មិនអាចរកមកវិញបានឡើយបងអរគុណអូនណាស់ដែលតែងតែយោគយល់ពីបងប្រពន្ធរបស់បងពិតជាល្អមែនទែនប៉ាន់បច្ចុប្បន្នណាបងឯងនេះណាឆាប់ទៅសម្រាកទៅថ្ងៃស្អែកនឹងបានបន្តការងាររបស់បងទៀតណាបាននាថ្ងៃបន្ទាប់បានឈានចូលមកដល់សូរិយាបានទៅកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខប្រពន្ធរបស់អាទិត្យតែនៅក្នុងមន្ទីរពេទ្យពេលនេះมันមានឈ្មោះប្រពន្ធអាទិត្យឡើយនាងក៏បានតាក់ទងទៅកាន់ប្តីរបស់នាងភ្លេតតែម្ដងបងនៅក្នុងមន្ទីរពេទ្យពេលនេះมันមានឈ្មោះប្រពន្ធរបស់មិត្តភក្តិបងទេហើយខ្ញុំក៏មិនឃើញមិត្តភក្តិរបស់បងនៅក្នុងមន្ទីរពេទ្យដូចគ្នាណែយើងអាចចាញ់បោកគេហើយណាពេលនេះលូវ៉ាដែលកំពុងតែនៅក្នុងការិយាល័យស្ដាប់ទូរស័ព្ទរបស់ប្រពន្ធរួចគេក៏បានដាក់ចុះវិញភ្លេតជាមិត្តភក្តិនឹងគ្នាស្គាល់គ្នាមកច្រើនឆ្នាំហើយមិនក៏គេហ៊ានធ្វើដូច្នេះដាក់ខ្ញុំមិនគិតអំពីមិត្តភាពរបស់យើងបន្តិចទេហ៎អ្នករួមការងារបានលឺអញ្ចឹងក៏ស្រាប់តែបន្លឺឡើងលោកប្រធានចាញ់បោកប្រាក់ជាមួយមិត្តភាពមែនទេបានខ្ញុំបានចាញ់បោកគេព្រោះតែមិត្តភាពខ្ញុំមិនបានគិតច្រើនទេខ្ញុំហេផ្លេតស្នើសិទ្ធសុំជួយដល់គេតែលទ្ធផលគឺជាការបោកប្រាស់ទៅវិញខ្ញុំពិតជាខកចិត្តខ្លាំងណាស់ចំពោះរឿងនេះខ្ញុំស្ដាយមិត្តភាពខ្ញុំមិនស្ដាយលុយនោះទេខ្ញុំសូមចូលរួមសោកស្ដាយផងណាបានតែលោកប្រធាននឹងតាមរកគេត្រឡប់មកវិញដែរទេខ្ញុំគិតថា
ខ្ញុំមិនចាំបាច់ទៅរកគេទេគេនឹងត្រឡប់មកវិញដោយខ្លួនឯងមិនចាំបាច់ខ្ញុំហត់ទៅតាមរកនោះទេហេតុអីបានជាលោកប្រធានគិតដូច្នេះមនុស្សកណាធ្លាប់សម្ដែងហើយគេនឹងត្រឡប់មកសម្ដែងវិញម្ដងទៀតជាមិនខានទេគេនឹងបង្ហាញខ្លួនម្ដងទៀតនៅក្នុងកលៈទេសៈណាមួយលោកប្រធានមិនស្ដាយលុយតែខ្ញុំវិញគឺស្ដាយណាស់ព្រោះជាកម្លាំងញើសឈាមដ៏ខំរងមកអស់រយៈពេលជាយូរមកហើយត្រូវមកអស់ត្រឹមមិត្តភាពបោកប្រាស់ឲ្យគេយកទៅចោះព្រោះថាគេក៏មិនអាចចាយលុយនោះបានអស់មួយជីវិតដែរតែត្រូវជំពាក់កម្មគេអស់មួយជីវិតថាមិនត្រូវអាចដល់ជាតិផ្សេងទៀតផងអញទៅធ្វើការបន្តចុះណាបានខ្ញុំទៅធ្វើការវិញហើយនៅលើកប៉ាល់ដ៏ទំនើបសុទ្ធសឹងតែជាអ្នកមានមកកំសាន្តទីនេះប្តីប្រពន្ធមួយគឺកំពុងតែសប្បាយជាមួយនឹងការជល់កែវគ្នាជាមួយមុខម្ហូបជាច្រើននៅលើតុហើយអ្នកជីប្រពន្ធក៏បានបន្លឺឡើងបងប៉ាត់ជាឆ្លាតមែនហេតុអីក៏បងនឹកឃើញមធ្យោបាយនេះដើម្បីបោកប្រាស់មិត្តភ័ក្តិរបស់បងបានបើសិនបើជាខ្ញុំវិញណាខ្ញុំរកនឹកមិនឃើញទេណែបងថែមទឹកជួលអ្នកនៅក្នុងពេទ្យឲ្យខ្លែងធ្វើជាពេទ្យជំនាញបានទៀតហេតុអីក៏បងពូកែបោកគេយ៉ាងនេះវាមិនមែនហៅថាជាការបោកប្រាស់ទេតែវាជាយុទ្ធសាស្ត្រមួយដែលទាញមនុស្សល្អលេងចង់ធ្វើជាមនុស្សល្អទៀតលេងចង់លូកដៃក្នុងការជួយលើអ្នកណាទៀតអ្នកដែលធ្វើការក្នុងពេទ្យក៏ជាមិត្តភក្តិរបស់បងអាចឲ្យគេជួយបានតែត្រូវផ្ដល់សំណងឲ្យគេខ្លះដូចគ្នាបើមិនអញ្ចឹងទេគេច្បាស់ជាមិនជួយយើងនោះទេមិត្តភ័ក្តិរបស់បងប៉ាត់ជាស្រីឃ្លានលុយមែនធ្វើការប៉ុណ្ណឹងហើយបែរជាហ៊ានទៀតបានអ្នកផ្សេងវិញណាច្បាស់ជាមិនហ៊ានទេព្រោះវាខុសក្នុងក្រមសីលធម៌របស់គេដោយសារតែបងមើលដឹងថាគេក៏ជាមនុស្សលោភលន់ដូចជាបងដែរទើបគេអាចជួយបងបានបើបងពឹងមនុស្សល្អស្មានថាមនុស្សល្អជួយបងមែនទេច្បាស់ជាប្តឹងប៉ូលីសឲ្យចាប់បងថែមតែដោយសារតែខ្មោចមើលឃើញខ្មោចមនុស្សលោភលន់ក៏មើលឃើញគ្នាវាជារឿងធម្មតាទេបកស្រាយបានល្អណាស់បងសំជាប្តីខ្ញុំមែនឆាប់ហូបទៅហើយយើងនឹងទៅដើរលេងកំសាន្តទៀតទិញរបស់របរដូចដែលអូនចូលចិត្តចាបានទិញរបស់ថ្លៃទៀតឲ្យខ្ញុំនៅក្នុងបន្ទប់ទទួលភ្ញៀវសូរិយាមានភ្ញៀវមកលេងដល់ផ្ទះមិត្តភ័ក្តិរបស់នាងក៏បានស្រដីមកកាន់នាងថាស្អីគេបោកលុយប៉ុណ្ណឹងហើយប្តីឯងធ្វើបង្អើយទៀតបើជាប្តីខ្ញុំវិញរោរឿងកលាប់ចាក់មិនខានទេយើងមិនអាចធ្វើដោយប្តីប្រពន្ធឯងឡើយណាអើយគឺធ្វើមិនបានតែម្ដងយើងក៏មិនដឹងដូចគ្នាតែយើងបានសម្រេចចិត្តហើយគឺធ្វើតាមប្តីគាត់ចង់ធ្វើបែបណាយើងក៏ធ្វើបែបនឹងដែរអើយប្តីឯងចិត្តធွာគឺបែបនេះហើយគួរស្ដាយជំនួសតែម្ដងហើយក៏មិនគួរណាឲ្យកើតឡើងរឿងអញ្ចឹងសោះព្រោះតែលុយធ្វើឲ្យមិត្តភាពត្រូវបែកបាក់អស់បែបនេះហើយមនុស្សជាមួយលុយប៉ាត់ជាពិបាកទុកចិត្តមែនខ្ញុំក៏ខ្លាចរអាដែរមនុស្សខ្លះព្រោះតែលុយហ៊ានធ្វើអ្វីគ្រប់យ៉ាងតែម្ដងឯងនិយាយត្រូវណាស់លុយគឺសំខាន់ចំពោះមនុស្សពិតមែនតែកុំធ្វើឲ្យវាគ្រប់គ្រងយើងបានទាំងស្រុងឲ្យសោះនោះវានឹងធ្វើឲ្យយើងស្លាប់ព្រោះតែវាដូចគ្នាលុយជាអាវុធមកពីរផងដែរណាអើយឯងនិយាយត្រូវណាស់នាពេលជប់យន្តលោវ៉ាមកដល់ផ្ទះវិញគេក៏បាននិយាយមកកាន់ប្រពន្ធឲ្យបងសុំទោសដែលត្រូវធ្វើឲ្យអូនមកលំបាកជាមួយបងរឿងនេះដែរបងពិតជាសោកស្ដាយជាខ្លាំងចំពោះរឿងនេះវាក៏ជាកំហុសរបស់ខ្ញុំដូចគ្នាប្រសិនបើខ្ញុំមិនប្រាប់បងទេនោះបងក៏មិនទៅជួបមិត្តភ័ក្តិរបស់បងហើយចិត្តល្អជួយគេបែបនេះឡើយខ្ញុំក៏មានកំហុសក្នុងរឿងនេះដែរណាវាមិនមែនជាកំហុសទេតែដោយសារតែយើងយល់ដល់មិត្តភាពទើបយើងជួយគេតែលទ្ធផលគឺហួសពីការស្មានទុកពួកគេផ្សំគំនិតគ្នាធ្វើរឿងដែលមិនគួរឲ្យជឿបែបនេះមកបានបងមិនស្ដាយលុយទេតែបងស្ដាយចំពោះទឹកចិត្តនិងស្ដាយដែលបងមិនបានពិភាក្សាជាមួយអូនចំពោះអ្វីមួយដែលបងចង់ធ្វើចឹងគួរតែដាក់ពាក្យបណ្ដឹងទៅខ្ញុំមិនចង់ឲ្យមានការបោកប្រាស់បែបនេះកើតឡើងមកទៀតទេគេសម្ដីសមណាស់គេមានតាំងតែពីអ្នកផ្សំគំនិតធ្វើជាឈឺជាមួយអ្នកជួយទៀតបងគិតថាហួសហេតុពេកទេមិនអីទេទុកឲ្យបងជាអ្នកចាត់ការរឿងនេះអូនមិនបាច់ខ្វល់ធ្វើអ្វីទាំងអស់ចាបង
នាថ្ងៃបន្ទាប់ថ្នាក់លើក៏បានបោះរបាយការណ៍ទៅកាន់គ្រូពេទ្យម្នាក់ដែលនៅខាងក្រោមបង្គាប់របស់ខ្លួន តើជាស្អីមិនតម្រូវឲ្យខ្ញុំត្រូវលាឈប់ខ្ញុំដូចជាមិនបានធ្វើអីខុសផងនឹងខ្ញុំលាឈប់នោះទេខ្ញុំត្រូវការធ្វើការខ្ញុំត្រូវការប្រាក់ដូចគ្នាមិនក៏តម្រូវឲ្យខ្ញុំឈប់ងាយៗដូច្នេះវាមិនអាចទៅរួចទេខ្ញុំជាម្ចាស់មន្ទីរពេទ្យនៅទីនេះគឺខ្ញុំមានសិទ្ធិនៅក្នុងការបញ្ឈប់នរណាម្នាក់ដែលធ្វើខុសក្នុងក្របខ័ណ្ឌរបស់យើងគ្មានវិជ្ជាជីវៈជាគ្រូពេទ្យដូចជាឯងតែខ្ញុំត្រូវទុកដើម្បីអីទៀតទៅខ្ញុំដូចជាមិនបានធ្វើអីខុសទេខ្ញុំមិនចេញទៅណាទាំងអស់ខ្ញុំនឹងនៅទីនេះដដែលខ្ញុំនៅបន្តការងាររបស់ខ្ញុំរហូតទាល់តែផុតកុងត្រារបស់ខ្ញុំលោកគ្មានសិទ្ធិដេញខ្ញុំចេញនៅក្នុងពេលនេះទេឯងមិនចាញ់ទេមែនទេអញ្ចឹងទុកឲ្យខ្ញុំរៀបរាប់ពីអ្វីដែលឯងបានធ្វើនាពេលនេះតែម្ដងទៅឯងបានផ្សំគំនិតជាមួយមិត្តភ័ក្តិរបស់ឯងបន្លំឯកសារបន្លំអ្នកជំងឺដើម្បីបានប្រាក់ចំណាយលើការព្យាបាលរាប់ម៉ឺនដុល្លារឯងបានបន្លំភ្នែកគេគ្រប់គ្នានៅកន្លែងនេះតែឯងមិនអាចបន្លំភ្នែកខ្ញុំបានទេព្រោះតែលុយបន្តិចបន្តួចឯងសុកចិត្តលក់កិត្តិយសរបស់ខ្លួនឯងលក់ឧត្តមគតិបំរើលុយតណ្ហាតែលុយដែលឯងបានទទួលវាលក់ទាំងចំណេញរបស់ឯងឆាប់ចាក់ចេញមុនពេលប៉ូលីសមកដល់យ៉ាងម៉េចប៉ុណ្ណឹងល្មមអាចដេញឲ្យឯងចេញបានហើយមែនទេចង្រៃយោននេះគេក៏បានចាក់ចេញទៅផ្លេតខណៈដែលឧត្តមក៏បានទេទូរស័ព្ទទៅកាន់លោវ៉ាពេលនេះអ្នកផ្សំគំនិតបានចាក់ចេញពីកន្លែងរបស់ខ្ញុំហើយខ្ញុំពិតជាសុំទោសមែនទែនណាដែលធ្វើឲ្យលោកបាត់បង់ប្រាក់ជាច្រើនមកលើរឿងនេះវាមិនមែនជាកំហុសរបស់លោកនោះទេចាត់ទុកថាជាបទពិសោធន៍របស់ខ្ញុំទៅចុះខ្ញុំលាសិនហើយបានទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់ត្រឹមនេះតែម្ដងនេះដុនចេញមកដល់ខាងក្រៅគេក៏បានទេទៅកាន់មិត្តភ័ក្តិរបស់គេឯងនៅណាពេលនេះយើងត្រូវគេដេញចេញហើយព្រោះទៅជួយពីរនាក់ឯងត្រូវតែទទួលខុសត្រូវមកលើយើងណាមិនអាចយករួចខ្លួនបានទេយើងត្រូវអស់មានការងារធ្វើទៀតហើយវាជារឿងរបស់ឯងតាជីវិតឯងយើងជួយឯងមិនបានទេលុយយើងក៏បានផ្ដល់ឲ្យឯងរួចហើយឯងចង់ទាមទារអីទៀតណាមកទទួលខុសត្រូវលើជីវិតឯងទៀតគឺមិនបានទេព្រោះលុយដល់ដៃហើយឯងក៏ប្រហែលជាចាយអស់ដែរឯងនិយាយអញ្ចឹងចង់បានន័យថាម៉េចឆាប់មកទទួលខុសត្រូវលើយើងភ្លាមឯងមិនអាចរត់ចោលយើងបានទេបើយើងមិនជួយឯងយើងក៏មិនអាចក្លាយទៅជាបែបនេះដែរកុំមករញ៉េរញ៉ៃជាមួយជីវិតយើងទៀតទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ភ្លាមមិនក៏ឯងធ្វើអញ្ចឹងដាក់យើងពួកឯងបំផ្លាញអនាគតយើងព្រោះតែលុយបន្តិចបន្តួចវាធ្វើឲ្យអនាគតយើងត្រូវរលាយតល់តែបានមួយខែកន្លងផុតទៅប្តីប្រពន្ធមួយគូដែលទៅតែចេញពីកន្លែងល្បែងក៏បានស្ដីបន្ទោសដាក់គ្នាយ៉ាងខ្លាំងហើយអស់រលីងហើយតែយើងត្រូវទៅរលុយនៅឯណាទៅបានលុយមកទៀតនោះបានល្បែងទាំងប្តីទាំងប្រពន្ធអញ្ចឹងមកពីឯងនឹងដាក់គ្មានសំចៃដៃទេមានលុយប្រមាណដាក់ឡើងខ្ទេចខ្ទីមិនចេះគិតមុខគិតក្រោយពេលនេះអាលីងគ្មានសល់អីទៀតទេសំបីតលុយទិញបាយកុំប្រឹងបន្ទោសខ្ញុំឲ្យសោះនោះវាក៏ជាកំហុសរបស់បងដែរបើឯងចេះគិតនោះឯងមិននាំខ្ញុំចូលមកកន្លែងលេងល្បែងនេះទេព្រោះថាវារលាយខ្ទេចដោយសារតែមិនមានអ្នកណាខត់អ្នកណាឡើយកុំមកបន្ទោសខ្ញុំទៀតណាប្រយ័ត្នខ្ញុំទ្រាំលេងបានកុំថាខ្ញុំកាចឲ្យសោះខ្ញុំមិនចូលចិត្តទេមនុស្សស្រីអីជេរបន្តិចប្តីអញ្ចឹងនោះហើយចោះឯងវិញមិនធ្វើខ្លួនល្អហើយនាំប្រពន្ធមកលេងល្បែងទៀតវាវិនិច្ឆ័យហិនហោចអញ្ចឹងហើយល្បែងនោះវាមិនអាចចម្រើនអីទេឈប់និយាយហើយទៅផ្ទះវិញបើដឹងតែហិនហោចអញ្ចឹងខំតាមម្លេះប្តីប្រពន្ធអ្នកទាំងពីរក៏បានត្រឡប់ទៅផ្ទះវិញនៅក្នុងការិយាល័យសូរិយាតោះទៅកន្លែងមួយជាមួយបងទៅកន្លែងណាទៀតហើយទៅមិនចេះអស់កន្លែងតតែសោះតោះទៅកុំល្អូច្រើនពេកប្តីប្រពន្ធអ្នកទាំងពីរបានចេញដំណើរទៅជាមួយគ្នាអ្នកទាំងពីរបានមកដល់ផ្ទះអ្នកដែលបានបោកលុយរបស់ពួកគេអាទិត្យបើកទ្វារក្រាក់ឃើញលោវ៉ាគេក៏លុតជង្គង់ចោះភ្លាមខ្ញុំសុំទោសផងណាខ្ញុំគ្មានបំណងបោកប្រាស់ឯងទេ
អញកុំហៅប៉ូលីសឲ្យមកចាប់ខ្ញុំអីខ្ញុំសុំទោសអញទៅចុះណាអញចង់ឲ្យខ្ញុំលុតជង្គង់សុំទោសអញក៏បានដែរឬក៏ក្រាបសំពះអញក៏បានតែនឹកដល់គ្រាដែលយើងធ្លាប់លំបាកជាមួយគ្នាជាមិត្តភក្តិនឹងគ្នាផងខ្ញុំចង់ឲ្យអញនឹកគិតដល់ចំណុចនេះណាអញចង់ឲ្យខ្ញុំនឹកគិតដល់ចំណុចនេះចុះឯងវិញមានបាននឹកគិតដល់ចំណុចនេះដែរទេពេលឯងធ្វើរឿងបែបនេះមកលើយើងនោះឯងបោកប្រាស់ទំនុកចិត្តយើងឯងធ្វើឲ្យមិត្តភាពត្រូវបែកបាក់ព្រោះតែចិត្តស្រេកឃ្លានលុយរបស់ឯងហ៊ានបោកប្រាស់ធ្វើគ្រប់បែបយ៉ាងឯងពិតជាហ៊ានខ្លាំងណាស់សូម្បីតែពាក្យថាមិត្តភាពក៏ឯងមិនលើកលែងដែរឯងយកវាមកដាក់ពីមុខដើម្បីទៅលុយមួយមុខគុណខ្ញុំពិតជាសុំទោសឯងពិតមែនណាខ្ញុំនឹងរកលុយមកសងឯងវិញខ្ញុំសន្យាជាមួយឯងខ្ញុំនឹងមិនបោកប្រាស់ទំនុកចិត្តឯងម្ដងទៀតនោះទេខ្ញុំនឹងរកប្រាក់យកមកសងឯងឲ្យទាល់តែគ្រប់វាលែងសំខាន់ចំពោះខ្ញុំទៀតហើយឯងជាមួយខ្ញុំពួកយើងលែងពាក់ព័ន្ធជាមួយគ្នាហើយខ្ញុំមិនទទួលយកលុយនោះវិញទេឯងនឹងត្រូវរងកម្មរបស់ឯងចាប់ពីពេលនេះតទៅយើងមិនមែនជាមិត្តភក្តិទៀតនោះទេនិយាយចប់ហើយគេក៏បាននាំប្រពន្ធចាក់ចេញទៅតែម្ដងមកដល់រថយន្តសូរិយាក៏បានសួរឡើងបងច្បាស់ហើយមែនថាមិនចង់អ្វីទាំងអស់ពីគេនោះបងច្បាស់នៅក្នុងចិត្តខ្លាំងណាស់បងនឹងមិនទាមទារអ្វីទេតែគេនៅតែចម្ពាក់បងទោះបីចង់សងឬក៏មិនសងក៏បានដែរយើងកាត់ចោលទៅហើយយើងនឹងមិនពាក់ព័ន្ធជាមួយមនុស្សប្រភេទនេះទៀតទេចាយើងនឹងមិនពាក់ព័ន្ធជាមួយពួកគេទៀតឡើយយើងទៅផ្ទះវិញចាបងប្តីប្រពន្ធអ្នកទាំងពីរក៏លែងរវល់ជាមួយនឹងមិត្តភ័ក្តិព្រោះតែប្រាក់នោះទៀតហើយបណ្ដោយឲ្យពួកគេរស់នៅជាមួយកម្មពីដែលពួកគេបានសាងទៅចោះ